សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានប្រជិកមួយចង់យកមកបង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹង Microcontroller របស់យើងអញ្ចឹងនៅក្នុងប្រជិកនេះគឺខ្ញុំនឹងយក IC 74XC 595និង 7 Segment ដាក់បញ្ចូលគ្នាដើម្បីឲ្យវាដំណើរការជាមួយគ្នាបានអញ្ចឹងយើងដឹងហើយថា IC គឺជាឧបករណ៍មួយដែលវាជួយបង្កើននៅចំនួនជើង output នៅលើ microcontroller ដូចជាពពួកArduino Uno R3 អីជាដើមណាអញ្ចឹងវាជួយបង្កើនជើងរបស់វាឧទាហរណ៍ថានៅក្នុង7 segment គឺវាមានជើង7មែនទេអញ្ចឹងដូច្នេះគឺវាត្រូវការជើង7ជើងដែរដែលចេញពី port Arduino របស់យើងប៉ុន្តែបើសិនជាចង់ប្រើ7 segment នឹង2ឬក៏3គឺវាត្រូវការជើងច្រើនមែនទេអញ្ចឹងដើម្បីជួយកាត់បន្ថយជើងគឺយើងត្រូវតែប្រើប្រាស់ IC ដើម្បីវាបង្កើនចំនួនជើងបានមែនទេដើម្បីចង់ដឹងថាតើវាដំណើរការយ៉ាងម៉េចហើយក៏យើងសរសេរកូដយ៉ាងម៉េចអ្នកគ្នាអាចតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាបានតោះ Let's go អញ្ចឹងមុនដំបូងគឺយើងចូលទៅកាន់ website មួយមានឈ្មោះថា Tinkercad Tinkercad ហើយយើងចូលមក website មួយនេះគឺជា website ដែលយើងអាចរៀនទៅលើឧបករណ៍ Arduino របស់យើងបានរៀនភ្ជាប់រៀនអីណាហើយរៀនសរសេរកូដនឹងបានបើសិនជាយើងអត់មានហាត់វាផ្ទាល់ទេអញ្ចឹងយើងចូលទៅដោយសារតែខ្ញុំគ្រប់បាន design វារួចហើយអញ្ចឹងខ្ញុំយកដែលខ្ញុំ design មកវាលឿននេះគឺជាការតភ្ជាប់រវាង IC និងIC និង7 segment ណាដើម្បីឲ្យវាដំណើរការជាមួយគ្នាដើម្បីវាបង្ហាញលេខឲ្យយើងបង្ហាញលេខឲ្យយើងអញ្ចឹងតើយើងចូលទៅដើម្បីខាត់ពេលយូរគឺយើងចូលទៅកាន់កូដជាម្ដងទៅបាទកូដទៅដោយសារយើង design រួចហើយអញ្ចឹងយើងចូលទៅកាន់កូដហើយកូដខ្ញុំនឹងតម្លាក់នៅក្នុង description ខាងក្រោមវីដេអូមួយនេះអញ្ចឹងយើងទៅយកកូដទាំងអស់គ្នាទៅនេះជាកូដអញ្ចឹងអ្នកគ្នាចង់អានកូដគឺគ្រាន់តែចូលក្នុង description ទៅគឺមានហើយសម្រាប់ការ design អ្នកនរគ្នាអាចមើលតាមនឹងបានគាត់ផាសចឹងមកអូខេហើយយើងរ៉ាន់តោះឥឡូវយើងរ៉ាន់កូដហ្មងបាទនេះគឺជាដំណើរការរបស់វាដែល7 segment របស់យើងគឺបង្ហាញលេខពីលេខ1ពីលេខ0រហូតដល់លេខ9មែនទេបាទនេះគឺជាដំណើរការរបស់វានៅលើ simulate របស់យើងអញ្ចឹងមានថាដើម្បីឲ្យដឹងថាតើការតភ្ជាប់នៅលើ hardware យើងផ្ទាល់តយ៉ាងម៉េចតឥឡូវនេះយើងទៅមើលការតភ្ជាប់ទាំងអស់មុនមិញនេះគឺជាការតភ្ជាប់នៅលើ hardware អញ្ចឹងបន្ទាប់ទៀតគឺយើងនឹង upload កូដចូលទៅកាន់ board Arduino របស់យើងអញ្ចឹងគឺយើង copy កូដនេះម្ដងទៅអូខេ copy កូដហើយចូលទៅលើ software មួយមានឈ្មោះថា Arduino IDE អញ្ចឹងហើយយើងគ្រាន់តែផាសកូដនឹងចូលទៅអូខេផាសកូដនឹងចូលទៅបន្តមកទៀតគឺយើង select បាទកន្លែងនេះគឺយើងនឹង select យកប្រភេទ board Arduino របស់យើងអញ្ចឹងជា Arduino Uno common 7បាទ common 7បាទលេខវាណាអញ្ចឹងយើងអាប់កូដចូលទៅបាទអាប់កូដចូលទៅ
ខ្ញុំមានតែប៉ុណ្ណឹងអឺខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីដំណើរការរវាង IC និង Advanced Segment អញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាបាយបាយ